ជំរាបសួរបងប្អូនអ្នកតាមដានទស្សនាទាំងអស់គ្នានេះជាទូកមួយគ្រឿងដែលមានប្រនាមថាឆ្លាមសជាទូកមួងស្ថិតនៅក្នុងវត្តក្រពុំពេជ្រនៅខាងកោះដាច់បាទសង្កាត់ជ្រោយចង្វារាជធានីភ្នំពេញហើយនិយាយពីថាសាច់មៀតវិញក្រាស់ខ្មឹកតែម្ដងនិយាយពីថាក្រាស់ណាស់ជាទូកចំនួនដូនតាដែលលោកបានលេងប្រណាំងនៅពេលនោះបងប្អូនបាទហើយមានជើងចែវនោះក៏ល្មមគួរសមនឹងប្រណាំងលេងដែរហើយនេះគឺជាទស្សនវិជ្ជាទាំងស្រុងនៃទូកដែលមានប្រនាមថាឆ្លាមសចំនួនដូនតាដែលលោកលេងបាទនិយាយថាសាច់មៀតនៅស្អាតនៅឡើយទេមិនដឹងថាសាងឡើងតាំងពីឆ្នាំណាទេនេះជាទូកនៅក្នុងវត្តក្រពុំពេជ្របាទស្ថិតនៅក្នុងសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញនៅមានគំនូសត្វតាយ័ន8ទិសផងបងប្អូនវត្តក្រពុំពេជ្រណាក្រពុំពេជ្រមានថាទស្សនវិជ្ជាស្រស់ស្អាតណាស់ដើមឈើយ៉ាងច្រើនប្រសងគណៈកម្មការអាចារ្យវត្តលោកដាំនៅទឹកដីកោះគឺត្រជាក់ល្អឡើងទៅហើយនិយាយថាស្អាតបងប្អូននៅស្អាតនៅឡើយបើសិនជួសជុលដាក់បង្ហាញបន្ថែមទៀតជាកេរមរតករបស់ដូនតាអាចថាល្អបងប្អូនល្អនេះឆ្លាមសឈ្មោះអំណាចឆ្លាមសហើយមួយគ្រឿងនេះវិញយើងមិនដឹងពនាមដឹងឈ្មោះថាយ៉ាងម៉េចទេបងប្អូនបាទរីឯក្តារហ្នឹងក៏ផុយស្រួយហើយទៅតាមលក្ខណៈនៃធម្មជាតិអ្វីដែលបានកើតឡើងហើយវាតែងតែទៅវិញជាធម្មតាអញ្ចឹងបាទមិនថាវត្ថុមិនថារបស់របរមិនថាអាយុជីវិតរបស់យើងទេគឺសុទ្ធតែត្រូវទៅវិញទាំងអស់វាអត់អាចស្ថិតនៅក្នុងភាពដដែលបានទេគឺវាប្រែប្រួលទាំងអស់ហ្នឹងហើយនេះជាកេរមរតករបស់ដូនតាយើងដែរដែលស្ថិតនៅក្នុងវត្តក្រពុំពេជ្រកោះដាច់ខណ្ឌជ្រោយចង្វានិយាយថានៅភ្លឹងបាទនៅភ្លឹងល្អអីច្រឡំមាត់បងប្អូននិយាយច្រឡំមែននៅភ្លឹងអីគឺទៅហើយទៅនៅក្នុងសភាពមួយទៅតាមសភាពរបស់ធម្មជាតិកើតឡើងហើយទៅវិញកើតឡើងហើយទៅវិញវាមិនអាចស្ថិតស្ថេរបានទេមែនមួយគ្រឿងនេះម្ដុំនេះគឺមាន3គ្រឿងបងប្អូនមានឆ្លាមសនៅគៀនខាងនោះកតានេះនិងមួយគ្រឿងទៀតបាទហើយយើងពុំដឹងឈ្មោះទេស្គាល់ឈ្មោះតែឆ្លាមសមួយគ្រឿងទៀតគឺមិនបានឃើញឈ្មោះមិនបានពិនិត្យដិតដល់ដែរបាទអរគុណបងប្អូនវីដេអូមានប៉ុណ្ណឹងបាទជំរាបលាបងប្អូនទាំងអស់គ្នាបាទខុសឆ្គងយ៉ាងណាក៏សូមអធិស្ឋានផងដែរនៅក្នុងការបញ្ចូលសំឡេងទៅនេះបាទដោយសារតែសំឡេង stream ហ្នឹងវាមានសំឡេងរំខានច្រើនបាទអរគុណ